នៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកពីរបៀបធ្វើដំណើរតាមយន្តហោះបាទអញ្ចឹងនៅពេលដែលបងប្អូនចូលទៅក្នុងពលានយន្តហោះបងប្អូនសូមពិនិត្យមើលនៅលើផ្ទាំងផ្ដល់ព័ត៌មានរបស់គេដើម្បីឲ្យយើងដឹងថាតើយើងត្រូវ check in នៅ counter លេខប៉ុន្មានបាទនេះគឺជាផ្ទាំងផ្ដល់ព័ត៌មានដើម្បីជាព័ត៌មានឲ្យយើងចូលទៅ check in ឲ្យបានត្រឹមត្រូវកុំឲ្យខុសបាទនាំឲ្យខាតពេលវេលាបាទអញ្ចឹងនៅលើក្តារផ្ដល់ព័ត៌មានរបស់គេបានបញ្ជាក់ប្រាប់ហើយបាទ counter ពីអក្សរ A រហូតដល់អក្សរ E បាទអញ្ចឹងយើងពិនិត្យមើលឲ្យបានត្រឹមត្រូវទៅដើម្បីយើងទៅចូល check in បាទដូចខ្ញុំ check in នៅ counter អក្សរ C បាទអញ្ចឹងយើងចូលទៅរងចាំជាមួយនឹងគេបែបនេះទៅបាទណាបាទតែសម្រាប់ជនជាតិគេអាច check in តាមរយៈ machine scan បានបាទ machine electronic ហ្នឹងអញ្ចឹងគេ scan បែបហ្នឹងដោយប្រើអត្តញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនប៉ុន្តែសម្រាប់យើងអត់អាចធ្វើអញ្ចឹងបានទេដោយសារយើងជាភ្ញៀវអន្តរជាតិបាទអញ្ចឹងនៅពេលដែលបងប្អូនចូល check in បាទបងប្អូនដាក់អីវ៉ាន់ដាក់វ៉ាលីរបស់យើងចូលទៅដើម្បីគេថ្លឹងមើលនិងគេត្រួតពិនិត្យមើលបាទដូចខ្ញុំអញ្ចឹងនេះខ្ញុំបានដាក់អីវ៉ាន់របស់ខ្ញុំចូលហើយបាទអញ្ចឹងក្រោយពេលដែលយើងទទួលបានសម្បត្តិយើងត្រូវពិនិត្យមើលទៅលើកេតដែលយើងត្រូវធ្វើដំណើរបាទណាបាទដើម្បីយើងស្វែងរកកេតរបស់យើងប៉ុន្តែមុនយើងធ្វើដំណើរបានយើងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺ security check បាទគឺគេ check ទៅលើអីវ៉ាន់ដែលយើងយកតាមខ្លួនបាទមានវ៉ាលីស្ពាយនិងសម្ភារៈប្រើប្រាស់ដែលយើងយកតាមខ្លួនបាទអញ្ចឹងក្រោយពីយើងឆ្លងកាត់ដំណាក់កាលហ្នឹងបាទយើងបន្តដំណើរទៅរកកេតរបស់យើងបាទរកកេតរបស់យើងដើម្បីយើងឡើងលើយន្តហោះបាទអញ្ចឹងបងប្អូនត្រូវពិនិត្យមើលទៅលើផ្លាកសញ្ញាដែលគេបានដាក់បង្ហាញហ្នឹងរួចហើយបងប្អូនបន្តដំណើររហូតដល់កេតរបស់យើងបាទណាបាទហើយយើងបន្តដំណើរអញ្ចឹងទៅបាទនេះមើលផ្លាកសញ្ញាដែលគេដាក់បង្ហាញនេះបាទអញ្ចឹងយើងបន្តដំណើររហូតអញ្ចឹងបាទនេះគឺជាកេតដែលគេបានដាក់បង្ហាញប្រាប់យើងបាទបាទដូចខ្ញុំត្រូវធ្វើដំណើរនៅលើកេតលេខ33អញ្ចឹងខ្ញុំដើរមករកកេតលេខ33អញ្ចឹងនៅពេលដែលបងប្អូនឡើងលើយន្តហោះបងប្អូនត្រូវពិនិត្យមើលលើកៅអីរបស់បងប្អូនថាតើបងប្អូនអង្គុយកៅអីលេខប្រមាណបាទតែសម្រាប់ខ្ញុំអង្គុយកៅអីជាប់បង្អួចបាទដោយសារខ្ញុំចូលចិត្តមើលទេសភាពបាទខ្ញុំជ្រើសរើសយកកៅអីជាប់បង្អួចបាទនេះគឺជាទេសភាពខ្លះនៅលើយន្តហោះបងប្អូនអាច enjoy បាទណាបាទដោយសារថ្ងៃនេះបរិយាកាសល្អមេឃស្រឡះល្អអញ្ចឹងបងប្អូនមើលទៅឃើញទេសភាពពពកស្អាតបាទអញ្ចឹងនេះគឺជាទេសភាពខ្លះក្រោយពីធ្វើដំណើរប្រហែលជា3ម៉ោងខ្ញុំមកដល់ពលានយន្តហោះខុនមីងបាទដើម្បី transfer ទៅកាន់ប្រទេសកម្ពុជាយើងបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងយកអីវ៉ាន់បាទហើយផ្លាកសញ្ញាខាងនោះគឺជាផ្លូវដែលយើងធ្វើដំណើរទៅកាន់យន្តហោះមួយទៀតបាទអញ្ចឹង process អីផ្សេងទៀតគឺដូចតែគ្នាទេបាទដូចតែគ្នាដូចដំណាក់កាលទី1ដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ